សួស្តីដល់លោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីមួយសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាបាទនេះគឺយើងមកធ្វើលំហាត់បាទធ្វើលំហាត់របស់យើងនៅក្នុងធរណីមាត្រដែលនិយាយអំពីត្រីកោណបាទការកណនាត្រីតីកាឡារបស់ត្រីកោណអញ្ចឹងក្មួយសិស្សានុសិស្សទាំងអស់អាចមកទស្សនាជាមួយនឹងវីដេអូនេះបានជាគំរូជាលំហាត់គំរូសម្រាប់យកទៅអនុវត្តការកណនាលំហាត់របស់យើងនៅក្នុងមេរៀនរបស់យើងផងដែរអញ្ចឹងនេះបើសិនជាយើងចេះដឹងបើយើងដឹងអំពីវិធីសាស្ត្រក្នុងការធ្វើយើងស្រួលទេលំហាត់ប៉ុណ្ណឹងធ្វើអត់ដល់2នាទីទេហើយឥឡូវយើងតាមដានទាំងអស់គ្នាតែម្ដងជាមួយនឹងការធ្វើអញ្ចឹងយើងដឹងហើយថារូបមន្តដើម្បីរកផ្ទៃកាឡារបស់ត្រីកោណគឺយើងត្រូវយកអីគេគឺយកបាតតូចយកបាតធំយកបាតគុណឲ្យកម្ពស់ចែកនឹង2នេះតាមរូបមន្តណាផ្ទៃកាឡារបស់ត្រីកោណគឺយកបាតគុណនឹងកម្ពស់ចែកឲ្យ2ដូច្នេះយើងមកមើលតាមដែលយើងតាមតម្លៃលេខរបស់យើងនេះដូច្នេះយើងបានយកតម្លៃលេខមកបាតនេះគឺមាន15សង់ទីម៉ែត្រគុណឲ្យ6សង់ទីម៉ែត្រកម្ពស់ចែកឲ្យ2អូខេខ្លីងាយស្រួលមែនទេស្មើ6 5ដង30 0ត្រាទុក3នេះ6ម្ដង6 1 3នឹង90សង់ទីម៉ែត្រការ៉េលើ2ស្មើនឹង45សង់ទីម៉ែត្រការ៉េមួយសិស្សានុសិស្សទាំងអស់បើគិតថាលំហាត់នេះល្អជាចំណេះដឹងសម្រាប់មួយទាំងអស់គ្នាសូមធ្វើការចែករំលែកនៅវីដេអូនេះទាំងអស់គ្នាអរគុណ